ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Facebook Page និង Channel របស់ខ្ញុំ Cooking Soup ហើយថ្ងៃនេះខ្ញុំមកចែករំលែកពីរបៀបធ្វើបាយចំណាប់ចំហុយមានរសជាតិឆ្ងាញ់សម្រាប់បាយចំណាប់ចំហុយខ្ញុំចំហុយជាមួយនឹងស្រាអង្គុយខ្ញុំប្រើវា180ក្រាមបងប្អូនអាចប្រើ150ឬស្មើខាងកន្លះក៏បានដែរហើយក៏ចំណាប់ខ្ញុំប្រើជាមួយនឹងកាហ្វឡូហើយយើងត្រូវលាងសម្អាតវាស្អាតលាងរហូតដល់ទឹកយើងឡើងថ្លាល្អបានបាយចំណាប់ចំហុយវាងាយពុំហើយបងប្អូនលាងវាស្អាតហើយយើងយកវាទៅត្រាំជាមួយនឹងទឹកបងប្អូនចង់ទឹកកាហ្វក៏បានសម្រាប់ខ្ញុំត្រាំជាមួយនឹងខ្ទិះចុងវាធ្វើអង្គចំណាប់យើងឲ្យមានរសជាតិឆ្ងាញ់ហើយសម្រាប់ស្រាខ្ញុំខ្ញុំត្រាំរយៈពេល2ម៉ោងអញ្ចឹងក្រោយ2ម៉ោងខ្ញុំយកវាទៅលាងស្អាតហើយខ្ញុំយកវាមកស្ងោរយើងស្ងោរយើងដាក់ទឹកច្រើនតិចទៅខ្ញុំប្រើទឹក750 ml ឬស្មើ3កាប់ហើយយើងដាំវាពុះពេលដែលស្រាយើងពុះហើយយើងបិទភ្លើងហើយយើងកូរវាទុកចោលរយៈពេល1ម៉ោងដើម្បីឲ្យស្រាយើងវាស្ងោរវាឆាប់ចាញ់ពោះស្រាអង្គុយសម្រាប់ខ្ញុំស្ងោររយៈពេលយូរខ្លាំងមែនទែនត្រង់ដល់វាផុយហើយនេះស្រាខ្ញុំកូរវាយើងដាក់វាទុកចោល1ម៉ោងហ្នឹងខ្ញុំយកទឹកចាក់ចោលរួចហើយយើងយកវាមកដាក់ដាំដោយប្រើទឹកចំនួន750 ml ម្ដងទៀតយើងដាំស្រានេះគឺយើងត្រូវការស្ងោររហូតដល់វាផុយល្អខ្ញុំចំណាយពេលប្រហែលជា1ម៉ោងបើឆ្អិនដល់1ម៉ោងគឺឆ្អិនតែស្រាហ្នឹងប៉ុន្តែយើងត្រូវការវាផុយបានញ៉ាំទៅឆ្ងាញ់ហើយកូរវា1ម៉ោងហើយវាផុយល្អខ្ញុំស្វាវាដាក់ខ្ចីទុកមួយឡែកសិនយើងមកមើលអង្គចំណាប់របស់យើងវិញក្រោយពីខ្ញុំត្រាំវាបានរយៈពេល4ម៉ោងខ្ញុំយកវាទៅលាងសម្អាត3 4ទឹកឬក៏លាងមួយរហូតដល់អង្គនឹងស្អាតលេងធំក្លិនតាមដៃប៉ាគឺវាធំក្លិនយើងឲ្យទុកវាអស់ទឹកហើយយើងចាប់តាមធ្វើការឆាយើងដាក់ខ្ទិះដូងចូលមកខាត់ឬស្មើ250 ml ខ្ទិះដើមសុទ្ធហើយស្ករខ្ញុំប្រើតាមស្ពីបាយបើយើងប្រើមួយស្ពីកាហ្វេហើយយើងបើកភ្លើងល្មមទៅហើយយើងកូរស្ករឲ្យវារលាយសព្វសិនបានខ្ញុំចាក់អង្គដែលយើងបានសម្រាប់វាស្រស់ទឹកចាក់ចូលមកចាក់អង្គដល់ចូលរួចអាស្រ័យទៅយើងបានស្ងោរឆ្អិនហ្នឹងស្រាអង្គុយហ្នឹងយើងចាក់ចូលមកជាមួយគ្នាហើយយើងមានសាច់ដូងកោសចំនួនមួយចានចង្កឹះឬក៏70 ក្រាមបងប្អូនអាចប្រើដល់ខាងក៏បានដែរណាហើយយើងឆាខ្ទិះដូងហ្នឹងតទៅវាឡើងខាមិនចាំបាច់ឲ្យវាឆ្អិនខ្លាំងទេសំខាន់បងប្អូនមើលតែខ្ទិះដូងវាឡើងខាចូលជាមួយនឹងកយើងបានសព្វទៅគឺបងប្អូនអាចបិទភ្លើងបានហើយព្រោះយើងឆានេះគឺដើម្បីឲ្យខ្ទិះហ្នឹងវាខាំជាប់ជាមួយនឹងសាច់កឲ្យពេលយើងចំហុយទៅឲ្យវាស្រក់ចុះមកក្រោមហើយវាក៏ជួយធ្វើឲ្យយើងពេលចំហុយទៅឆាប់ឆ្អិនដែរហើយសម្រាប់ខាងសឹងបងប្អូនត្រូវមានស្បៃក៏បានជាស្លឹកចេកក៏បានដើម្បីថតបាត់កូនកុំឲ្យពីដាក់បាយឬក៏កូនដាក់យើងចូលទៅធ្លាក់ទៅក្រោមហើយស្បៃហ្នឹងគឺខ្ញុំបាត់ពី4ហើយយើងមានស្លឹកតើខ្ញុំប្រើ5ស្លឹកខ្ញុំព្រីនៅខាងក្រោមក្រោមទៅព្រីខាងលើខ្លះបងប្អូនយកតើច្រើនទៅគឺកាន់តែជួយពេលយើងរៀបវាហើយបងប្អូនយកអង្គដែលយើងបានឆាហើយបាយនេះយកមកដាក់ពង្រាយពេលឡើងសឹងមកហើយយើងត្រូវវាឲ្យស្ដើងហើយនឹងវែងប្រឡោះក្រាវាផងដើម្បីវាមានចំហាយទឹកឡើងលើទៅវាចាញ់បានស្មើល្អយើងមិនចាំបាច់ធ្វើការស្លប់បាយយើងទេហើយយើងរៀបស្លឹកតើនៅសល់ណារៀបចូលទាំងអស់យើងយកស្បៃដែលជាងយកមកកូរវាចិត្តហើយយើងត្រូវដាំទឹកពុះសិនពេលទឹកពុះចាំបាយយើងចូលចំហុយហើយសម្រាប់បាយខ្ញុំគឺខ្ញុំចំហុយចន្លោះពី20នាទីទៅ30នាទីហើយសម្រាប់ខ្ញុំគឺចំហុយត្រឹមតែ25នាទីទេដោយសារតែយើងត្រាំវារយៈពេលយូរដែរហើយយើងយកវាឆាទៀតអញ្ចឹងយើងអត់សូវចាយពេលក្នុងការចំហុយទេប៉ុន្តែបងប្អូនអាចបើកវាមើលទៅហើយបើថាឃើញមើលរបាយយើងជក់នៅយើងស្ទើបងប្អូនត្រូវការត្រឡប់វាឲ្យអាលើចុះទៅក្រោមឡើងលើវិញមកហើយយើងបន្តចំហុយវាថែម10នាទីទៀតទៅវាឆ្អិនហើយប៉ុន្តែសម្រាប់ការចំហុយដែលយើងវេចប្រឡោះក្រាបាយនេះហើយយើងយកស្បៃក្រូបពីលើអញ្ចឹងគឺឆ្អិនស្មើល្អខ្លាំងមែនទែនវាអត់ចាំបាច់ធ្វើការត្រឡប់ទេហើយបាយខ្ញុំគឺវាអត់យេទេវារសត់ល្អវាស្ងួតតែម្ដងណាហើយគឺឈ្ងុយខ្លាំងមែនទែនបងប្អូនមកធ្លាប់ធ្វើគឺអាចសាកល្បងធ្វើបានសម្រាប់បាយចំណាប់ហ្នឹងមិននៅតាមសង្គមខ្ញុំគេច្រើនគេចំអិននៅពេលរដូវជុំធ្វើជាបង្អែមសម្រាប់យកទៅដើម្បីប្រគេនព្រះសង្ឃហើយនៅពេលបុណ្យទីនេះក៏មានធ្វើដើម្បីជាបង្អែមទទួលភ្ញៀវដែរហើយប៉ុណ្ណឹងគឺរួចរាល់ហើយបាយចំហុយខ្ញុំអរគុណច្រើនបងប្អូនអរគ្នាបានចូលមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើមានសំណួរឬក៏អាចខមមិននៅខាងវីដេអូបានចាំបងប្អូនមិនស្គាល់ជួយ Subscribe នៅក្នុង Follow Page ខ្ញុំផងអរគុណជំរាបលាជួបគ្នាវីដេអូក្រោយ